បើសូមលំអរកាយគោរពជម្រាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពដែលកំពុងតាមដានទស្សនានៅកម្មវិធីមរតកតេជោបច្ចុប្បន្នពិតណាស់ប្រទេសកម្ពុជាយើងក្រោយពីងើបពីសង្គ្រាមមកគឺយើងមិនសល់អ្វីនោះទេគឺយើងចាប់ផ្ដើមឡើងវិញពីចំណុច0ក្នុងនោះវិស័យឧស្សាហកម្មដែលមានរោងចក្រសហគ្រាសក៏ត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមផងដែរដូច្នេះហើយនៅពេលដែលប្រទេសជាតិទទួលបាននៅសុខសន្តិភាពក្រោមការដាក់ចេញនៅនយោបាយឈ្នះរបស់សម្ដេចតេជោហ៊ុនសែនគឺប្រទេសជាតិចាប់ផ្ដើមអភិវឌ្ឍអ្វីៗពីបាតដៃទទេឡើងវិញហើយក្នុងនោះវិស័យឧស្សាហកម្មក៏រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផងដែរជាពិសេសក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាហើយការពង្រាយរោងចក្របានចាប់ផ្ដើមឡើងវិញគឺនៅក្នុងឆ្នាំ1999ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនាពេលនោះការពង្រាយរោងចក្រនេះគឺជាគោលនយោបាយមួយដ៏សំខាន់ក្នុងការបង្ខិតរោងចក្រឲ្យមកជិតផ្ទះរបស់ប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលបានការងារធ្វើនិងជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈវិស័យឧស្សាហកម្មហើយបច្ចុប្បន្ននេះគោលនយោបាយនៃការពង្រាយរោងចក្រនេះកំពុងទទួលបានផលជាបន្តបន្ទាប់តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចកំណើនការងារនិងកាត់បន្ថយភាពក្រីក្រចក្ខុវិស័យដែលយើងបានដាក់ចេញស្ដីអំពីការតម្រង់ទិសពង្រាយរោងចក្រទៅតាមបណ្ដាខេត្តកំពុងទទួលបានជោគជ័យពូមានមោទនភាពក្នុងឋានៈជាមេដឹកនាំប្រទេសដោយគ្មានការបង្កប់បញ្ជាពីខាងក្រៅណាទេប៉ុន្តែនេះគឺជាកចក្ខុវិស័យជាមនោគមវិជ្ជាជាការគិតគូររបស់យើងដើម្បីឲ្យប្រជាជនមានការងារធ្វើដោយមិនប្រមូលផ្ដុំតែនៅទីក្រុងភ្នំពេញទេជនបទទទួលបានការអភិវឌ្ឍដូចនេះខ្ញុំបាទសូមរំលឹកថាចាប់ពីឆ្នាំ2017មកសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាលោកបានដាក់ចេញនៅកម្មវិធីចុះជួបសម្ដែងសម្ដាលជាមួយបងប្អូនកម្មករកម្មការិនីតាមបណ្ដារោងចក្រសហគ្រាសនៅទូទាំងប្រទេសតែម្ដងហើយការចុះជួបដោយផ្ទាល់នេះសម្ដេចតេជោមានគោលដៅស្វែងយល់អំពីសុខទុក្ខរបស់កម្មករកម្មការិនីហើយឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេផងដែរហើយគោលដៅសំខាន់នោះគឺសម្ដេចចង់ឲ្យមានភាពសុខដុមរមនានៅតាមបណ្ដារោងចក្រហើយប្រែក្លាយតំបន់រោងចក្រទាំងអស់នោះក្លាយជាសហគមន៍ដ៏សុខសាន្តមួយហើយគោលនយោបាយនេះក៏ត្រូវបានបន្តមកដល់ពេលបច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីដើម្បីធានានូវប្រសិទ្ធភាពការងារនិងជំរុញវិស័យឧស្សាហកម្មនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀតខ្ញុំក៏បានបន្តនៅការងារចុះនេះដើម្បីបញ្ជាក់ថាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាគឺមិនបោះបង់ចោលកម្មករកម្មការីនិងប្រជាជនទេគឺយើងត្រូវបន្តសូម្បីតែកម្មវិធីក៏យើងត្រូវបន្តដែរកុំថាគោលនយោបាយឲ្យផ្សេងទៀតនេះជាការយកចិត្តទុកដាក់ធំណាស់ជាសារធំណាស់បាទទី2គឺបន្តនៅគោលនយោបាយដែលមានស្រាប់ហើយជាពិសេសនឹងពង្រីកបន្ថែមទៀតនៅអ្វីជូនដល់បងប្អូនប្រជាពលរដ្ឋជាពិសេសកម្មករកម្មការនេះយើងរាជរដ្ឋាភិបាលដឹកនាំរាប់អាណត្តិប៉ុណ្នេះផ្ដល់អត្ថប្រយោជន៍ជាជំហានបន្តបន្ទាប់ជូនដល់កម្មករកម្មការនេះទាំងគ្រប់ទាំងអស់ទាំងកូនទាំងចៅទាំងដល់សោធនទៀតទាំងសុខភាពឥឡូវគិតទាំងសុខភាពមិនមែនតែកម្មករកម្មការនេះទេគឺគិតទាំងរូបមន្តឲ្យប្តីប្រពន្ធតទៅទៀតខ្ញុំបាទសូមជម្រាបថាអនុសាសន៍ទាំង10ចំណុចដែលសម្ដេចតេជោបានដាក់ចេញនាពេលកន្លងមកជូនដល់បងប្អូនកម្មករកម្មការិនីនោះរួមមានទី1គឺការអនុវត្តប្រាក់ឈ្នួលអបបរមានិងការបើកប្រាក់ឈ្នួល2ដងក្នុងមួយខែទី2គឺការពិនិត្យព្យាបាលជំងឺជូនដល់កម្មករនិយោជិតដោយមិនបង់ប្រាក់ទី3គឺការអនុវត្តប្រាក់ឈ្នួល 120% និងអនុញ្ញាតឲ្យមានការឈប់សម្រាកមាតុភាពរយៈពេល3ខែទី4គឺផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូនដោយផ្ដល់ជូនគឺកូន1ម្នាក់ថវិកា 40,000 រៀលកូន2ថវិកា 80,000 រៀលនិងកូន3 1,200,000 រៀលព្រមទាំងទទួលបានថវិកាបន្ថែមពីសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចំនួន 5 លានរៀលផងដែរទី5គឺនយោជកត្រូវបង់វិភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព 100% ចំនួនដល់កម្មករនិយោជិតទី6គឺស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រមជាតិត្រូវបន្តត្រួតពិនិត្យថ្លៃឈ្នួលផ្ទះថ្លៃទឹកនិងថ្លៃអគ្គិសនីនៅតាមផ្ទះជួលនិងជំរុញការតភ្ជាប់បណ្ដាញអគ្គិសនីនិងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់បងប្អូនកម្មករកម្មការិនី
ទី7គឺដាក់ឲ្យអនុវត្តនៅរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននិវត្តន៍សម្រាប់បងប្អូនកម្មករនិយោជិតដែលបម្រើការងារក្នុងវិស័យឯកជនទី8អនុវត្តច្បាប់ការងារដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនដល់កម្មករនិយោជិត6ខែម្ដងទី9ក្រសួងការងារនិងក្រសួងពាក់ព័ន្ធត្រូវបន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូននិងការធ្វើដំណើររបស់កម្មករនិយោជិតការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូននិងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងទី10គឺការពង្រឹងកិច្ចសហការជាមួយប្រទេសដៃគូដើម្បីផ្តល់ឱកាសឲ្យបងប្អូនពលករមានសិទ្ធិនិងទទួលបានផលប្រយោជន៍ដល់ពលករដែលកំពុងបម្រើការងារតាមបណ្ដាប្រទេសផ្សេងៗនោះក្នុងនាមបងប្អូនកម្មករយោជិតក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសខ្ញុំសូមសម្ដែងនៅសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយកតញ្ញូតាធម៌ជូនចំពោះសម្ដេចតេជោហ៊ុនសែនដែលបានបន្សល់ទុកនៅមរតកសុខសន្តិភាពនិងការអភិវឌ្ឍថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបានព្រមទាំងគណូបការៈយ៉ាងធំធេងចំពោះវិស័យការងារជាពិសេសអនុសាសន៍ទាំង10ចំណុចដែលសម្ដេចតេជោបានដាក់ចេញក្នុងរយៈពេលកន្លងទៅនេះហើយបន្តមកដល់អាណត្តិទី7ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក៏បានបន្ថែមនៅចំណុចសំខាន់ៗចំនួន10ទៀតដូចជាទី1គឺការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំទី2ការពង្រីករបបថែទាំសុខភាពជូនដល់អ្នកក្នុងបន្ទុកសមាជិកបសសនិងបុគ្គលិកស្វ័យនិយោជន៍ដោយឈលលើគោលការណ៍ស្ម័គ្រចិត្តទី3បន្តអនុវត្តជំនាញវិជ្ជាជីវៈបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រគ្រួសារងាយរងហានិភ័យទី4ជំរុញឲ្យវិស័យឯកជនទទួលយកសិស្សនិស្សិតមកហាត់ការនៅកន្លែងការងារទី5ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមុនពេលសម្រាលនិងក្រោយពេលសម្រាលរហូតដល់កូនមានអាយុ2ឆ្នាំទី6ការអនុវត្តជ្រើសរើសពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយទី7ពន្យល់ឲ្យសហគ្រាសគ្រឹះស្ថានតាក់ទងទៅនឹងការកសាងទីរូបដ្ឋាននៅតំបន់រោងចក្រនានាទី8រៀបចំការផ្លាស់ប្ដូរនៅមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតទៅតាមបទដ្ឋាននិងផាសុកភាពជាងមុនទី9ការរៀបចំកម្មវិធីចុះសួរសុខទុក្ខនិងសំណេះសំណាលរបស់ថ្នាក់ដឹកនាំក្រសួងជាមួយនឹងបងប្អូនកម្មករនិយោជិតតាមបណ្ដារោងចក្រសហគ្រាសនានានិងទី10ជំរុញកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញដើម្បីផ្ដល់ឱកាសឲ្យបុគ្គលិកកម្មករនិយោជិតទាំងក្នុងប្រទេសនិងក្រៅប្រទេសនិងបុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចធ្វើតេស្តសុំវាយតម្លៃទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជាតិនិងសមត្ថភាពជំនាញយោងតាមរបាយការណ៍របស់ក្រសួងការងារបានដឹងថានៅក្នុងឆ្នាំ1997រោងចក្រសហគ្រាសនៃវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាគឺមានចំនួនត្រឹមតែ64រោងចក្រសហគ្រាសតែប៉ុណ្ណោះហើយកម្មករនិយោជិតវិញគឺមានត្រឹមតែ 80000 នាក់នោះទេក៏ប៉ុន្តែបច្ចុប្បន្ននេះឃើញថារោងចក្រសហគ្រាសនៅក្នុងវិស័យកាត់ដេរគឺមានការកើនឡើងរាប់ម៉ឺនរោងចក្រសហគ្រាសហើយចំនួនកម្មករវិញគឺមានរាប់លាននាក់ចំណែកឯការនាំចេញវិញគឺមានការកើនឡើងជាបន្តបន្ទាប់ផងដែរតើដែលជាមូលដ្ឋានចម្បងសម្រាប់ដែលស្អីទាំងអស់អាចកើតមាននិងបន្តរីកទៅទៀតទៅតាមផែនការដែលអាចធ្វើទៅបានទៅតាមគោលដៅដែលយើងចង់បានឲ្យប្រទេសយើងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050ត្រូវធានាឲ្យបានជាដាច់ខាតនៅសន្តិភាពនៅក្នុងប្រទេសរបស់យើងនេះជាពាក្យមិនអាចបាត់ចោលបានទេបើគ្មានពាក្យនេះទេយើងមិនអាចទៅរួចទេហើយគ្មានស្ថិរសន្តិភាពគឺគ្មានស្ថិរភាពហើយបើគ្មានស្ថិរភាពគឺគ្មានការអភិវឌ្ឍស្រួលបួលនោះទេប្រជាជនរងរបួសស្លាប់ដីស្រែចម្ការដីធ្វើរោងចក្រคล้ายទៅជាដីចម្ការបិនរោងចក្រកំពុងតែផលិតคล้ายទៅជាកន្លែងលេងដ្ឋានជ្រកមនុស្សប្រជាពលរដ្ឋដែលកំពុងធ្វើការរួមទាំងនិស្សិតយើងចំនួន2ថ្ងៃ7ខែ10កំពុងតែធ្វើការពេលដែលគេផ្លោមចូលវាយគ្នាយកកន្លែងរោងចក្រនេះទៅជាកន្លែងជ្រកគ្រាប់ហើយសម័យឥឡូវណាអសន្តិសុខសង្គ្រាមនៅប្រទេសមួយអាចរៀលដល់តំបន់មួយកើតនៅតំបន់មួយអាចរៀលទូទាំងប្រទេសបងប្អូនជាការពិតណាស់ប្រសិនបើអត់មានរោងចក្រសហគ្រាសនៅតាមបណ្ដាខេត្តនានានោះទេគឺថាកម្មករនិយោជិតទាំងអស់ច្បាស់ណាស់នឹងធ្វើចំណាកស្រុកទៅរកការងារធ្វើនៅកន្លែងផ្សេងៗហើយប្រជាពលរដ្ឋខ្លះនឹងបន្តរបរចិញ្ចឹមជីវិតធ្វើស្រែចម្ការជាមួយឪពុកម្ដាយជាជាមិនខានអរគុណដល់សម្ដេចទាំងសម្ដេចពុកទាំងលោកទាំងសម្ដេចហ៊ុនម៉ាណែតដែលបានផ្ដល់ការងារឲ្យកម្មកររោងចក្រយើងបានធ្វើនៅជិតផ្ទះកាលពីមុនខ្ញុំទៅធ្វើការនៅភ្នំពេញឆ្ងាយពិបាកមួយខែបានមកជួបកូនម្ដងទេដល់ពេលឥឡូវស្រួលបានជួបកូនរាល់ថ្ងៃហើយយើងនៅផ្ទះអត់មានចំណូលអីទេធ្វើការរោងចក្រវាជីវភាពយើងប្រសើរទីចម្រើនជាងមុនអញ្ចឹង
បងប្អូនកម្មករកម្មការនីទាំងនយោជកទាំងអស់ពិតជាបានយល់ច្បាស់អំពីគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការពង្រាយរោងចក្រនៅគ្រប់ទីកន្លែងជាពិសេសតាមរយៈការចុះតាមបណ្ដារោងចក្រដោយផ្ទាល់នៅពេលកន្លងមកនេះទាំងសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃពេលបច្ចុប្បន្នជាពិសេសតាមរយៈពាក្យពេចន៍ផ្ដាំផ្ញើទៅដល់បងប្អូនកម្មករកម្មការនីទាក់ទងទៅនឹងការចូលរួមថែរក្សាសុខសន្តិភាពនិងភាពសុខដុមរមនានៅក្នុងរោងចក្រប្រែក្លាយរោងចក្រឲ្យទៅជាសហគមន៍ដ៏សុខសាន្តទាំងកម្មករទាំងម្ចាស់រោងចក្រខិតខំរួមគ្នាធ្វើឲ្យរោងចក្រមួយคล้ายទៅជាសហគមន៍សុខសាន្តមួយដែលវាជាចំណែកមួយនៃការអនុវត្តភូមិឃុំមានសុវត្ថិភាពត្រូវចូលរួមទាំងអស់គ្នាដើម្បីធ្វើកិច្ចការងារនេះឲ្យបានល្អនៅតាមបណ្ដារោងចក្រកុំឲ្យមានបងតូចបងធំណាកុំឲ្យមានបញ្ហាការប្រើប្រាស់គ្រឿងញៀនណាកុំឲ្យមានអ្វីដែលជាបញ្ហាទាក់ទិននឹងការហាមឃាត់ដោយច្បាប់ធ្វើដូចនេះដើម្បីធានានៅសុវត្ថិភាពសម្រាប់កិច្ចការរបស់រោងដំណើរការរបស់រោងចក្រហើយដែលត្រូវដោះស្រាយសុខទុក្ខជាមួយគ្នាមួយត្រូវចាំឲ្យច្បាស់រោងចក្រគឺជាឆ្នាំងបាយរបស់យើងបើយើងធ្វើអ្វីហើយដែលវាមានចរិតបំផ្លាញទៅដល់ឆ្នាំងបាយសុំកុំធ្វើប៉ុន្តែមិនមែនប្រឡែងឲ្យតកែធ្វើអ្វីស្រេចនឹងចិត្តដោយមិនគោរពច្បាប់និងគោរពសិទ្ធិកម្មករនោះទេគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ 2015-2025 គឺជាគោលនយោបាយធ្វើពិពិធកម្មសេដ្ឋកិច្ចកាត់បន្ថយការពឹងផ្អែកទៅលើវិស័យដែលមានស្រាប់ដូចជាកាត់ដេរទេសចរណ៍និងកសិកម្មនិងតម្រង់ទិសដៅការវិនិយោគផ្ទាល់ពីក្រៅប្រទេសទៅរកកសិពាណិជ្ជកម្មសិប្បកម្មនិងកម្មន្តសាលធនស្រាលក្របខ័ណ្ឌនៃគោលនយោបាយនេះរួមមានការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេសដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មឯកជនក្នុងស្រុកការធ្វើទំនើបកម្មសហគ្រាសធុនតូចនិងមធ្យមនិងការផ្សារភ្ជាប់សហគ្រាសទាំងអស់នេះទៅនឹងក្រុមហ៊ុនពហុជាតិសាសន៍ដោយមានគោលបំណងជំរុញការប្រកួតប្រជែងការបង្កើតគោលនយោបាយស្តីអំពីការអភិវឌ្ឍធនធានមនុស្សរួមផ្សំជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មឲ្យមានភាពល្អប្រសើរដើម្បីសម្រេចគោលដៅកម្ពុជាក្នុងឆ្នាំ 2030 ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់និងឆ្នាំ 2050 ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់អរគុណសម្ដេចអារម្មណ៍លោកជំទាវដែលបានតាមដានទស្សនានៅកម្មវិធីមរតកតេជោតាំងពីដើមរហូតដល់ចប់នៅឱកាសក្រោយខ្ញុំបាទនឹងមានប្រធានបទសំខាន់ទៀតមកជម្រាបជូនសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា